រងថ្ងៃនេះលក់ដូរយូរទៅនឹងបាត់ដើមបាត់ចុងអស់ហើយមិនដឹងរកស៊ីអីទៀតទេអីវ៉ាន់សល់តែបន្តិចបន្តួចហ្នឹងតែដើមគឺអត់ដល់លេងនៅពេលដែលចង់ទិញវិញដឹងថាទៅរកដើមឯណាទេបើខ្ចីអ្នកនោះខ្ចីអ្នកនេះអត់ទៅហើយហ្នឹងរកស៊ីយូរទៅជំពាក់គេកាន់តែខ្លាំងទៅជាពិសេសហ្នឹងគឺមានលុយខែផងដាក់ប្លង់ផ្ទះប្លង់ដីផងមិនត្រឹមតែមិនគ្រប់គ្រាន់ទេថែមទាំងទៅខ្ចីលុយថ្ងៃទៀតបើលុយថ្ងៃនោះវិញគឺមកទារាល់ថ្ងៃលោកបានប្រមាណគឺសងគេអត់រលេងចំពោះការប្រាក់លុយថ្ងៃវិញខ្ពស់ខ្លាំងណាសឹងតែខ្យល់រាល់ថ្ងៃគេជំពាក់ក៏ជំពាក់ទាមិនងាយសងទៀតជំពាក់យូរហើយនៅពេលដែលទាម្ដងគេខឹងឯងទៀតគេនិយាយដើមបែបនេះបែបនោះថាឯងនេះជាអាក្រក់បែបនេះបែបនោះប៉ុន្តែគេមិនដឹងថាខ្ញុំលំបាកប៉ុន្មានទេពីបាយចិត្តហើយខ្ញុំចាំមិនហើយមកទៀតដែរមានកតាបមានអីហ្នឹងមានសាកដោសាអីហ្នឹងចង់រត់ចោលផ្ទះអីចឹងមិនហ្នឹងល្មមសងខ្លះហើយកុំមកនិយាយថាជំពាក់ថែមអីសោះណាជំពាក់អីស្រាណាយល្មមសងខ្លះហើយឥឡូវហ្នឹងគឺខ្ញុំកំពុងតែដាច់ដៃហើយរលុយទិញមិនបានទេដើមក៏អត់ចង់ក៏អត់ជំពាក់យូរទៅហ្នឹងខ្ញុំចិត្តរលាយរលត់ហើយបំណុលកាន់គ្រប់បែបយ៉ាងជំពាក់ដល់ហើយខ្ញុំសុំជំពាក់ម្ដងទៀតមកជំពាក់នេះគឺជំពាក់ជាលើកចុងក្រោយហើយសូមជួយខ្ញុំផងមានតែតូបងឯងទេដែលឲ្យខ្ញុំជំពាក់នោះក្រៅពីនឹងគេមិនឲ្យខ្ញុំជំពាក់ទេយកជួយគ្នាផងយើងនៅចិត្តខាងជាមួយគ្នានោះឲ្យយកជុលឯងខ្ញុំយកជុលពូជាច្រើនដងមកហើយជំពាក់ម្ដងបន្តិចរហូតដល់ខ្ញុំនោះជំពាក់គេវ៉ាន់កោះដោយសារតែពូហ្នឹងដោយសារតែអ្នកជំពាក់ទូទៅហ្នឹងខ្ញុំឲ្យជំពាក់យូរទៅខ្ញុំចិត្តល្អចំពោះអ្នករកគ្នាហ្នឹងតែអ្នករកគ្នាមិនដែលមើលឃើញខ្ញុំលំបាកអត់សងខ្ញុំខ្លះមកខ្ញុំសុំអង្វរឥឡូវពូមិនទាន់មានលុយទេក្មួយអើយចាំពូមានលុយហ្នឹងគឺពូសងអស់ហើយឥឡូវពូមិនទាន់មានហើយពូដឹងថាអូនឯងលំបាកស្រួលប៉ុន្តែធ្វើយ៉ាងម៉េចបើពូទៅជំពាក់គេផ្សេងគេមិនឲ្យជំពាក់ហ្នឹងឥឡូវពូសូមជំពាក់ទៀតមកជំពាក់មិនចាំបាច់ភ័យទេពូជាមនុស្សដែលមានចិត្តនៅពេលដែលពូជំពាក់យូរទៅពូនឹងរត់ចោលហើយពូនឹងសងទាំងអស់ហើយនៅពេលដែលពូមានលុយពូនឹងលុយរបស់របរសងទាំងអស់ពូមានចិត្តពូមិនដែលជាមនុស្សដែលអាចចិត្តនោះទេជំពាក់គេគឺត្រូវសងគេតែម្ដងចាមិនខ្ញុំមិនដឹងទេពូជំពាក់ខ្ញុំរហូតពេញឈ្មោះពូនឹងគឺពេញបញ្ជីហើយពួកឯងដឹងមិនទេនៅពេលដែលពួកឯងបានលុយវិញពួកឯងទៅទិញគេផ្សេងរំលងទុកខ្ញុំបាត់ហើយអត់លុយមកជំពាក់ខ្ញុំអាពេលមានលុយទៅទិញគេផ្សេងពួកឯងមានអ្នកឃើញអត់នៅចិត្តខាងមែនគេជួយគ្នាឲ្យរីចម្រើនប៉ុន្តែពួកឯងជួយខ្ញុំបើកាន់តែដុនដាបទៅហ្នឹងពួកឯងគិតមើលពួកឯងមានតែយល់អារម្មណ៍អ្នកឲ្យជំពាក់អត់គេនឹងមិនមែនជាអ្នកចេះផលិតលុយនោះទេពួកឯងក៏និយាយពីការលំបាករបស់ពួកគេផងដែលគេខំឲ្យពួកឯងជំពាក់ហើយគ្រាន់តែសងវិញក៏បាក់ដែរពូក្មួយអើយអាពូទិញតូបគេហ្នឹងមានន័យថាឃើញតូបក្មួយឯងបិទហ្នឹងអញ្ចឹងហើយបានពូទៅទិញគេម្ដងទៅក៏ប្រកាន់ពូអីមកពូសូមជំពាក់មកកំប៉ុងពីកំប៉ុងទៅមកក្មួយខ្ញុំជប់ឲ្យជំពាក់ឲ្យពូពួកឯងខឹងខ្ញុំខឹងទៅពួកឯងដឹងទេពូអីវ៉ាន់នេះគឺខ្ញុំទិញមកគឺអស់លុយទាំងម៉ឺនណាបើខ្ញុំគ្មានលុយ1រៀលទេក៏គេមិនឲ្យអីវ៉ាន់ខ្ញុំដែរដោយសារតែឲ្យពួកឯងជំពាក់នៅអ្នកផ្សេងជំពាក់ម្ដង1000 2000 5000 10000ហ្នឹងហើយឥឡូវហ្នឹងគឺខ្ញុំជំពាក់គេវ៉ាន់ក៏ហើយសូម្បីតែលុយបងធនាគារក៏ខ្ញុំមិនមានដែរពួកឯងល្មមសងខ្ញុំខ្លះផងបើមិនជាពួកឯងជាមនុស្សដែលមានចិត្តពូកូនទីសងទេប៉ុន្តែឥឡូវនេះពូមិនទាន់មានលុយណាក្មួយសូមឲ្យពូជំពាក់ម្ដងទៀតមកពូសន្យាថាស្អែកកាន់ស្អែកហ្នឹងនឹងសងពួកឯងត្រឡប់ទៅវិញហើយមិនចាំបាច់ភ័យទេអីវ៉ាន់ដែលពូរៀបមកហើយហ្នឹងគឺ
ត្រៀមរត់ទេអូគឺត្រៀមទៅធ្វើការទេស្អែកកាន់ស្អែកនេះពួកបាក់លុយមកពួកនឹងសងក្មួយឯងទាំងអស់វិញខ្ញុំឈប់ជឿឲ្យពួកអើយស្អែកកាន់ស្អែកដែលពួកសងខ្ញុំហ្នឹងគឺឆ្នាំក្រោយនោះឲ្យតែពួកនិយាយស្អែកកាន់ស្អែកហ្នឹងគឺមិនមែនគ្រប់ពាក្យសន្យាទេខែក្រោយឆ្នាំក្រោយនោះទៅពួកសងពាក្យហ្នឹងគឺខ្ញុំស្ដាប់ដល់សួរមកហើយពួកឯងមិនចាំឲ្យមកកុហកខ្ញុំទៀតទេពួកក្មួយឥឡូវនឹងពូតល់ហើយបើសិនជាក្មួយឯងមិនឲ្យពូជំពាក់ពូមិននឹងជំពាក់ដល់ណាគេទៀតទេក្មួយអើយពូសន្យាជាមួយនឹងក្មួយហើយនឹងខ្លួនឯងថាជំពាក់ម្ដងជាលើកចុងក្រោយពេលពូបាក់លុយពីធ្វើការងារមកពូនឹងសងវិញតែយើងនៅក្បែរគ្នាទេក្មួយយូរជាអ្នកចិត្តខាងល្អជាមួយគ្នាតើហើយនេះក៏ក្មួយចិត្តដាច់ម្លេះពួកឯងជួលថាខ្ញុំមានអ្នកចិត្តខាងប៉ុន្តែពួកឯងជំពាក់ខ្ញុំមានដែលគិតថាខ្ញុំជាអ្នកចិត្តខាងទេមានលុយទៅទិញគេប៉ុន្តែអត់លុយគឺមករកខ្ញុំបើសិនជាខ្ញុំជាមនុស្សដូចពូវិញគឺជាមនុស្សដែលគ្មានចិត្តដូចពូវិញគឺខ្ញុំគិតទៅមិនរួចទេមកជំពាក់គេហើយពេលមានលុយទៅទិញគេពួកឯងដឹងមិនអត់នៅពេលដែលខ្ញុំទៅទាលុយពួកឯងដល់ផ្ទះមានន័យថាប្រពន្ធពួកឯងនោះដែលនិយាយដើមខ្ញុំថាខ្ញុំគឺជាមនុស្សដែលមានចិត្តអាក្រក់មនុស្សកំពុងតែវិបាកឲ្យមកទាលុយពួកឯងមានអារម្មណ៍មួយនឹងអត់ពូដឹងតើក្មួយប៉ុន្តែឥឡូវហ្នឹងគឺពូពិតជាអត់មែនហើយដូចពូបាននិយាយចឹងស្អែកការស្អែកគឺពូបាក់លុយហើយពូជំពាក់ម្ដងទៀតជាលើកចុងក្រោយទៅហើយក៏ប្រកាន់ជាមួយនឹងប្រពន្ធពូអីប្រពន្ធពូនឹងគឺចេះដើរនិយាយផ្ដេសផ្ដាសតែប៉ុណ្ណោះទេក្មួយឯងទៅតែយល់ពូផងដោយសារតែខ្ញុំជួយពូឯងតាំងពីដើមរហូតដល់បច្ចុប្បន្នហ្នឹងហើយពូឯងដឹងមិនអត់ឥឡូវនេះគឺខ្ញុំគ្មានទៅទេឡអត់គ្មានលុយសូមឲ្យតែទៀតហ្នឹងចូលដាក់លុះហើយបំណុលឡើងប៉ុនខុសទាំងលុយខែលុយអាទិត្យលុយថ្ងៃទាំងអស់គ្រូទាំងអស់គឺស្គាល់ខ្ញុំទាំងអស់ដោយសារតែខ្ញុំអត់លុយទេអាវ៉ាន់ចូលនឹងហើយទៅខ្ញុំទៅយកគេបានមកហើយមានតែអ្នកជំពាក់ទៀតពួកឯងមានគិតថាខ្ញុំបន្តិចអត់ខ្ញុំពិបាកប៉ុណ្ណាពូដឹងតើក្មួយប៉ុន្តែពូប្រាប់បានក្មួយឯងចឹងវាថាគឺវាពិបាកណាស់បើសិនជាក្មួយឯងលែងឲ្យពូជំពាក់ទៀតពូមិនដឹងថាទៅរកណាទេឥឡូវនេះពូសូមជំពាក់មកកំប៉ុងពីកំប៉ុងទៀតមកមួយណាក្មួយឯងជួយពូផងពូខំមករកក្មួយឯងជាលើកចុងក្រោយហើយតាចាំមកជាប្រាប់ពូហើយខ្ញុំជប់ឲ្យពូជំពាក់ហើយបើតាំងជាពូចង់ជំពាក់ទៀតហ្នឹងសងខ្ញុំឲ្យចាស់សិនមកពូសងឲ្យចាស់ហើយចាំខ្ញុំឲ្យជំពាក់ទៀតបើមិនដូចនេះទេហ្នឹងគឺខ្ញុំមិនយល់មុខពូទៀតឡើយពេលខ្ញុំអត់ខ្ញុំទៅរកទាលលុយពូម្ដងដែលនិយាយដើមខ្ញុំប្រាប់គេប្រាប់បែរថាខ្ញុំជាមនុស្សចាស់ក្រក់ចាប់ពីថ្ងៃនេះតទៅគឺខ្ញុំលែងចិត្តទុនជាមួយអ្នកចិត្តខាងណាទៀតហើយតែណាថាខ្ញុំអាក្រក់ចឹងមកយ៉ាងចឹងទៅខ្ញុំមិនខ្វល់ពេលសម្ដីអស់នេះទេសំខាន់បំផុតហ្នឹងគឺខ្ញុំត្រូវតែមានដើមទុនសម្រាប់ទ្រទ្រង់មុខជំនួយរបស់ខ្ញុំតទៀតខ្ញុំសឹងតែរលាយហើយដោយសារតែការយករបស់ខ្ញុំទៅកាន់អ្នកចិត្តខាងហ្នឹងពួកឯងមានដឹងអត់